ទីបំផុតខ្ញុំធ្វើនំពុំមាត់បានសម្រាប់ចាយបើសិនជាបងប្អូនមានតាមដានខ្ញុំប្រហែលជាដឹងខ្ញុំធ្វើនំលើកណាកាហ្វេដែរតែលើកនេះផ្សេងណាសំខាន់ខ្ញុំប្រើជាមួយនឹងវិធីចំហុយតែមិនចាំបាច់ប្រើម៉ាស៊ីនអាំងហើយគ្រឿងផ្សំងាយៗទៀតយើងត្រូវការជាមួយម្សៅមីម្សៅពោតពុំមាត់3គ្រាប់ក្រូចឆ្មាប្រេងឆាទឹកដោះគោឆៅជាមួយនឹងស្ករដំបូងយើងទៅបំបែកពងក្រហមមួយសសិនកន្លែងនេះគឺហាមបែកផ្ទៃក្រហមចូលផ្ទៃសណាតបមកយើងចាក់ប្រេងឆាចូល36ក្រាមហើយកូរឲ្យសព្វធ្វើនំមកបងប្អូនត្រូវតែមានអញ្ជើញមួយម្សៅពោត30ក្រាមត្រកដូចខ្ញុំមកឲ្យម្សៅបានម៉ត់បងប្អូនកូរឲ្យសព្វហើយចាក់ម្សៅមីចូលខ្ញុំប្រើម្សៅមី45ក្រាមទឹកដោះគោ45ក្រាមហើយបងប្អូនកូរឲ្យសព្វធ្វើបៀកម្សៅលើមុខអីណាឲ្យដូចក្នុងរឿងលួទៅធ្វើនំឲ្យម៉ែដកអង្គកាគាត់ជួយជៀនត្រីបន្តិចហើយឡើងខ្ទាតលាកពេញដៃហែងវិញតែខ្ញុំមានពេលបង្តាន first aid អត់ចាំយូរឲ្យបងប្អូនគឺលាបឲ្យគាត់ភ្លាមហ្មងដោយសារពេលបង្តាន first aid ហ្នឹងគឺជួយសម្រាប់មេរោគលើមុខរបួសជួយឲ្យមុខរបួសនឹងឆាប់ជាគាត់តែលាបភ្លាមក៏ប្រាប់ថាលេងក្តៅភ្លាមក្តៅដូចអាពេលលីកពេលបង្តាន first aid គឺយើងលាបលើស្នាមមុខរបួសថ្មីដូចជាមុខរបួសដួលដាច់ឬមួយក៏រលាកទឹកក្តៅភ្លើងអីហ្នឹងគឺយើងធ្វើម្ហូបធ្វើអីតែងតែមានហើយគ្រីមពណ៌សលាបទឹកអត់ស្អិតទៀតបងប្អូនអាចលាបរហូតដល់ពេលជាបានសំខាន់លាបទឹកអត់កាហាយអត់ផ្សាទៀតនិយាយទៅនៅផ្ទះគួរតែមានពេលបង្តាន first aid នេះមួយបងប្អូនហើយគឺអត់ភ័យទេឥឡូវបន្តមួយនំរបស់យើងហើយសហ្នឹងបងប្អូនត្រូវមានម៉ាស៊ីនវាយបានវាយបន្តិចឲ្យបងប្អូនច្របាច់ក្រូចឆ្មាចូលពីចំណិតទៅហើយយើងបន្តការវាយទៀតហើយយើងដាក់ស្ករចូល65ក្រាមខ្ញុំចែកជា4-5 ដងអីខ្ញុំអត់ដាក់ម្ដងមកអស់ហ្មងណាវាយដល់ពេលណាពេលយើងលើកម៉ាស៊ីនឡើងឃើញសាច់នំស្រួយពេលយើងចាក់ទឹកអត់កពុបគឺអូខេហើយបន្ទាប់មកយើងចាក់ផ្ទៃសហ្នឹងចូលផ្ទៃក្រហមធ្វើការកូរពីក្រោមឡើងលើកូរស្រាលៗបានណាហើយយើងធ្វើការកូរមកខាងបានហើយកុំកូរច្បល់ខ្លាំងពេកចាក់នំម្ដងបន្តិចកូរដល់ពេលណាសប់គឺបានហើយខ្ញុំដាក់ជាមួយនឹងกระดาษការពារជាប់នៅខាងក្រោមអត់មានយើងលាបប្រេងឆាសម្រាប់ពុំដែលខ្ញុំប្រើថ្ងៃនេះគឺមានទំហំ16សង់ទីម៉ែត្រខ្ញុំវាស់មិនគឺប្រព័ន្ធដៃខ្ញុំហ្មងហើយខ្ញុំធ្វើការរុំជាមួយនឹងស្កុតបន្ទាប់មកយើងយកទៅចំហុយរយៈពេល45នាទីជាមួយនឹងក្តៅតិចៗតែមុនហ្នឹងគឺខ្ញុំដាក់ឲ្យឆ្នាំងហ្នឹងក្តៅសិនបើខ្ញុំដាក់នំចូលណាបន្ទាប់មកយើងទៅធ្វើប៊ឺពងមាន់ខ្ញុំដាក់ពងមាន់2គ្រាប់ស្ករ2ស្លាបព្រាក្រូចឆ្មាមួយចំណិតជាមួយនឹងអំបិលមួយចឹបយើងត្រូវការជាមួយនឹងប្រេងឆាមួយចានដាក់ប្រេងឆាបារាកូរបារាកុំដាក់ម្ដងអស់ហ្នឹងម្ដងបន្តិចបានហើយកូរដល់ពេលណាឃើញប៊ឺពងមាន់របស់យើងខាប់អញ្ចឹងគឺបានហើយឆ្ងាញ់ណាស់អូយមើលនំរបស់យើងឡើងបងប្អូនគាត់តែមើលឃើញប៉ុណ្ណឹងគឺខ្ញុំសប្បាយអរខ្លាំងមែនតើប៉ុន្តែអត់ទាន់ប្រកាសថាវាឆ្អិនទេខ្ញុំយកឈើចោះពីលើដល់ក្រោមសិនបើសិនជាយកចេញអត់សើមទេគឺអូខេហើយឥឡូវបងប្អូនដាក់ក្នុងឆ្នាំងឲ្យនំត្រជាក់សិនចាំយកចេញនំបងប្អូនចង់ញ៉ាំទៅទេក៏បានបើសិនជាមាន topping ហិតតែឆ្ងាញ់ខ្ញុំមានជាមួយនឹងឈីក្បាលគោហើយជាមួយនឹងពងទាប្រៃខ្ញុំយកតែ3គ្រាប់ហើយយកតែស្នូលក្រហមទេធ្វើការចំហុយឲ្យឆ្អិនហើយខ្ញុំជ្រុំចេញសម្រាប់សាច់ជ្រូកផាត់ខ្ញុំទិញនៅផ្សារមួយខាំ7000ហើយបងប្អូននំយើងត្រជាក់បាទខ្ញុំយកចេញពីពុំហើយដេកពីលើហាមដេកនំពេលនំនៅក្តៅអូយបងប្អូនអើយសាច់នំយើងឡើងដូចស្លៃអញ្ចឹងដោយសារខ្ញុំបានដាក់ជាមួយនឹងម្សៅពោតអញ្ចឹងនំរបស់យើងទន់ដូចស្លៃញ៉ាំទៅអត់ជាប់នៅកទេដាក់ចូលមាត់គឺរលាយក្នុងមាត់តែម្ដងហើយខ្ញុំដាក់ជាមួយនឹងប៊ឺពងមាន់ទៀតអូយដាក់សាច់ជ្រូកផាត់ទៀតគឺស៊ីជាមួយគ្នាហ្មងខ្ញុំរីកខមមិនបងប្អូនគួរតែសាកធ្វើម្ដងដោយសារឆ្ងាញ់មែនតែនហើយគ្រឿងផ្សំក៏អស់តិចទៀតវិធីចំហុយគឺស្រួលបំផុតហើយបងប្អូនកុំភ្លេចសាកធ្វើណាយើងអាចសែរូបមន្តនឹងទុកធ្វើនំខេកឲ្យអ្នកជាទីស្រឡាញ់របស់យើងបានមិនបាច់និយាយពីអារម្មណ៍ខ្ញុំទេគឺខ្ញុំសប្បាយចិត្តខ្លាំងឥឡូវខ្ញុំឲ្យកូកាមួយប៉ាប៉ាគេភ្លក់ហើយមូលហេតុអូនកូកាមួយប៉ាប៉ាគាត់ស្ដាប់កៅអីចឹងគឺដោយសារពីអ្នកគាត់អត់ពាក់អាវអូនកូកាដបងថាអត់ញ៉ាំទេកវីក្បាលអីណាមានណាដាក់បានមួយម៉ាត់ញ៉ាំគេសុំមួយមុំទៀតអូយទេមួយមុំទៀតទៅអរគុណបងប្អូនដែលទស្សនាវីដេអូនឹងដល់ចប់ណាហើយនេះជារូបមន្តរបស់នំជាមួយនឹងប៊ឺពងមាន់